ដើម្បីទទួលបានចំណេះដឹងថ្មីៗពី Channel ខ្មែរ Channel សូមបងប្អូនចុចពាក្យសញ្ញា Subscribe រួចចុចរូបកណ្ដឹងជាការស្រេចអូខេអញ្ចឹងគឺយើងបាន down ហើយបងប្អូនចុចមកកាន់ Gmail ហ្នឹងមកណាចុចមកកាន់ Gmail ហ្នឹងបើបងប្អូនអត់ទាន់មាន email ដើម្បី sign in ទេទី1វាបង្ហាញឲ្យយើង login ឬក៏ create account អញ្ចឹងណាហ្នឹងហើយអញ្ចឹងបើបងប្អូនអត់មាន email ចាស់ដើម្បី login ទេយើងអាចចុច create account ដែលបងប្អូនមើលអក្សរអង់គ្លេសទៅវាមានដាក់ថា login ហើយនឹង create new account នេះអញ្ចឹងណាអញ្ចឹងបងប្អូនអាចចុច create new account ទៅហើយបើបងប្អូនមានកម្មវិធីនឹងរួចហើយបងប្អូនអាច login Gmail ចាស់ហើយយើងចង់បង្កើត Gmail ថ្មីបន្ថែមបងប្អូនចុចមកលើ Gmail របស់យើង logo របស់យើងមកអូខេចុចមកលើ logo មកហើយបន្ទាប់មកបងប្អូនយកពាក្យថា add order account ណា add order account បន្ទាប់ពីបងប្អូនចុច add order account បងប្អូនយកពាក្យថា Google តមកបងប្អូនយកពាក្យថា continue អូខេអានេះយើងខ្ញុំបិទនេះ continue វាឲ្យនឹងដាក់បែបនេះអញ្ចឹងបងប្អូនដូចដំបូងអញ្ចឹងបងប្អូនដែល down កម្មវិធីថ្មីមកវាចេញបែបហ្នឹងណានេះបងប្អូនដែល down ថ្មីមកអត់ទាន់មាន email វាចេញបែបហ្នឹងណាចេញបែបហ្នឹងអញ្ចឹងទី1វាឲ្យយើង login នេះ login សម្រាប់បងប្អូនដែលមានGmail ចាស់ដូចខ្ញុំបង្ហាញមិញអញ្ចឹងយើងចូលមកកាន់ Gmail ដែលយើងបាន login មិញហ្នឹងអញ្ចឹងសម្រាប់បើអ្នកដែលមាន Gmail ចាស់យើង login ទៅយើងចុចលើ profile របស់យើងចូលមកដល់ហ្នឹងហើយចូលកន្លែង add order account ទៅវាចូលមកដល់ហ្នឹងហើយសម្រាប់អ្នកដែលអត់មាន email ថ្មីទេ down កម្មវិធីហ្នឹងមកថ្មីគឺវាចេញបែបនេះណាចេញបែបហ្នឹងហើយយើងយកនិយាយទៅយើងដូចតែគ្នាទេយើងយកកន្លែង create ណា create account នេះមកដើម្បីបង្កើត account ថ្មីអូខេហើយបន្ទាប់មកយើងយកកន្លែងនេះយក for my personal use ណាយកខាងលើនេះមកអូខេបន្ទាប់មកយើងដាក់ first name និង last name first name យើងដាក់មកឧទាហរណ៍ថាយើងដាក់ឈ្មោះអីខ្ញុំដាក់ឈ្មោះសម្បូរឈ្មោះខ្ញុំអញ្ចឹងណាអូខេអញ្ចឹងយើងអូខេឥឡូវខ្ញុំដាក់ឈ្មោះខ្ញុំបង្កើត Gmail ខ្ញុំច្រើនមែនទែនអញ្ចឹងយើងអត់ចង់ដាក់ឈ្មោះខ្ញុំដែរទេដោយសារឈ្មោះខ្ញុំមាន Gmail ច្រើនរាប់ពាន់ Gmail អញ្ចឹងខ្ញុំដូរឈ្មោះអូខេអញ្ចឹងខ្ញុំដាក់ឈ្មោះអូខេខ្ញុំដាក់ឈ្មោះពេជ្រអូខេពេជ្ររស្មីអូខេពេជ្ររស្មីអញ្ចឹងណាអញ្ចឹងបន្ទាប់មកយើងចុច next មកអូខេបន្ទាប់ពីយើងចុច next មកបងប្អូនយកថ្ងៃខែម៉ាន់នេះគឺខែអញ្ចឹងបងប្អូនអាច select ថ្ងៃខែឆ្នាំកំណើតរបស់យើងមកយើងចិត្តដាក់ព្រាវក៏បានដែរមិនសំខាន់ទេអូខេណាយើងចិត្តដាក់ព្រាវក៏បានដែរអូខេណាចុចកន្លែងgender នេះយើងយកបើយើងស្ត្រីយើងយក female បរិសុទ្ធយើងយក male អញ្ចឹងមកអូខេចឹងបន្ទាប់ពីយើងពេញហើយយើងយកពាក្យថា next បន្ទាប់ពីយើងយកពាក្យថា next វានឹងបង្កើត Gmail ឲ្យយើងជ្រើសរើសពីរទី1នេះខាងលើនេះប្រាក់ស្អីណានេះចឹងវាខាងលើនេះអត់ត្រូវទេខាងក្រោមនេះថាពេជ្ររៈស្មី692 អានេះវាបង្កើតឲ្យយើងជ្រើសរើសអញ្ចឹងយើងចង់យកលើក៏បានក្រោមក៏បានអានេះវាបង្កើតឲ្យយើងស្រាប់អញ្ចឹងណាតែបើយើងអត់ចង់បានGmail ហ្នឹងវាអត់ឡូយអត់ស្អាតទេលេខវាអត់ស្អាតអីអត់ស្អាតយើងអាចចុច create នេះ create your own Gmail address បងប្អូនចុចហ្នឹងមកយើងអាចបង្កើតខ្លួនឯងបានព្រោះថាយើងចង់ដាក់ពេជ្ររស្មីអូខេរស្មី
10 168 168 ចឹងចុះយើងចុច next មកអូខេវាអត់ទៅដោយសារអីដោយសារ email នេះវាធ្លាប់មានអ្នកបង្កើតហើយឈ្មោះហ្នឹងឯង168ហ្នឹងមានអ្នកបង្កើតហើយអញ្ចឹងយើងអាចបន្ថែមទៅ168 82ចឹងទៅ1682ចឹងទៅអានេះយើងបន្ថែមចឹងណាហើយយើងចុច next មកអូខេអញ្ចឹងវាទាំងទៅហើយដោយសារ email នេះវាអត់ទាន់មានឈ្មោះអ្នកបង្កើតហើយទេហើយវាមកដល់កន្លែងនេះឲ្យយើងបង្កើត create the password ណាបាទពីយើងបង្កើត password អញ្ចឹងយើងអាចដាក់ password មកយើងដាក់ថាឈ្មោះរបស់យើងអក្សរធំមករយៈស្មីអញ្ចឹងទៅណាបន្ទាប់មកយើងដាក់លាយលេខអញ្ចឹងទៅអូខេណាអូខេយើងដាក់លាយលេខដាក់លាយអក្សរអញ្ចឹងទៅណាមានលាយលេខមានភាគរយមានដុល្លារមានអីអញ្ចឹងមកសំខាន់ឲ្យយើងចាំណាឲ្យយើងចាំអូខេបន្តមកទៀតយើងយកពាក្យថា next ណា next អូខេវានឹងដល់កន្លែងនេះដាក់ phone number ហើយអញ្ចឹងទី1យើងចង់ដាក់ phone number ក៏បានដែរណាយើងចង់ដាក់លេខទូរស័ព្ទរបស់យើងមកក៏បានដែរហើយបើយើងអត់ចង់ដាក់ទេអូខេយើងអាចរំលងបានយើងអាចដាក់អត់ដាក់ក៏បានដែរណាហ្នឹងហើយបើលេខទូរស័ព្ទយើងធ្លាប់បង្កើតហើយ2-3ដងហើយវាដាក់ឲ្យទេយើងអាចចុច script មកណាចុច script នេះដើម្បីរំលងលេខទូរស័ព្ទនឹងចោលណារំលងលេខទូរស័ព្ទនឹងចោលអូខេចុច script មកអូខេបន្តមកទៀតយើងបាន email មួយហើយយើងចុច next មកនេះចុច next មកហើយយើង scroll មកក្រោមមកយក I agree នេះអញ្ចឹងយើងបានបង្កើត email មួយយ៉ាងជោគជ័យណាយ៉ាងជោគជ័យយើងយក turn off មកអូខេនេះយើងបានអីគេណាបាន email មួយហីចឹង email ហ្នឹងយើងអាចយកទៅបង្កើតជាមួយនឹង Facebook ជាមួយនឹងអីក៏បានដែរសម្រាប់ដែលអ្នកដែល website ខ្លះដែលគេត្រូវការបង្កើតដោយ email អញ្ចឹងយើងអាចយកទៅបង្កើតជាមួយ Facebook ជាមួយនឹងកម្មវិធីផ្សេងៗបានដោយប្រើប្រាស់ email អញ្ចឹងណាអូខេអញ្ចឹងនេះគឺការរបៀបនៃការបង្កើត email ដោយមិនប្រើប្រាស់លេខទូរស័ព្ទហ្នឹងហើយគឺងាយស្រួលដែរសម្រាប់អ្នកដែលអត់ចង់ដាក់លេខទូរស័ព្ទអូខេអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបាទសូមអរគុណសូមជម្រាបលាហើយបងប្អូនកុំភ្លេចជួយចុច share និង subscribe channel YouTube ម្នាក់មួយផងដើម្បីនឹងទទួលបានវីដេអូថ្មីជាបន្តទៀតបាទសូមអរគុណ